សួស្តីពុកម៉ែបងប្អូនប្រជាកសិករទាំងអស់នៅក្នុងប្រទេសកម្ពុជាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំបាទបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំចង់ថតចែករំលែកជូនបងប្អូនរបស់យើងទាំងអស់គ្នាទស្សនាបាទពាក់ព័ន្ធជាមួយនឹងដំណាំបន្លែយកស្លឹកមួយប្រភេទបាទគឺដំណាំកាណាដើមបាទហើយប្រជាកសិករនៅក្នុងតំបន់បាទនេះគឺមានការដាំដុះកាណាដើមច្រើនអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមថតចែករំលែកនៅទស្សនវិជ្ជាក៏ដូចជាបង្ហាញនៅបញ្ហាប្រឈមមួយដែលចង់ឲ្យបងប្អូនដែលគាត់ដាំកាណាដើមគាត់មានការប្រុងប្រយ័ត្នចំពោះបញ្ហាទៅលើតកៅយូទងបាទទៅលើតកៅយូទងអញ្ចឹងប្រភេទតង្កូវយូទងគឺជាប្រភេទតង្កូវដែលវាមានការបំផ្លាញខ្លាំងទៅលើបន្លែស្លឹកមិនថាកាណាដើមមិនថាប្រភេទពួកបន្លែស្ពៃផ្សេងទៀតទេគឺមានការបំផ្លាញខ្លាំងបាទអញ្ចឹងឥឡូវបងប្អូនមកតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាអំពីស្ថានភាពនៅក្នុងការបំផ្លាញរបស់នគរយូទងបាទអញ្ចឹងខ្ញុំនឹងធ្វើការនេះបងប្អូនពាក់ព័ន្ធមួយនគរយូទងបងប្អូនអាចមើលនៅក្នុងទូរស័ព្ទរបស់ខ្ញុំបានបាទដែលកំពុងតែមានវត្តមាននៅលើស្លឹកបាទវត្តមាននៅលើស្លឹកដំណាំកាណាដើមផ្ទាល់តែម្ដងនេះបងប្អូនបាទនេះគឺជាដង្កូវយូទងអញ្ចឹងបងប្អូនអាចតាមដានបានបាទហើយចំពោះខែខែ12ខែ1នេះគឺសម្បូរបាទសម្បូរខ្លាំងបាទជាពិសេសនៅតាមតំបន់ដាំបន្លែស្លឹកណាបាទនេះបងប្អូនដង្កូវយូទងបាទអញ្ចឹងដង្កូវយូទងគឺមានលក្ខណៈបែបហ្នឹងបាទហើយនៅពេលដែលយើងបាញ់ថ្នាំគឺរៀងពិបាកបាញ់ណាសាយតែគឺយូទងកាលណាបើសិនបើយើងបាញ់ធំក្លិនថ្នាំវានឹងទម្លាក់ខ្លួនមកក្រោមបាទដល់ពេលអញ្ចឹងគឺយើងបាញ់ពិបាកនៅក្នុងការកម្ចាត់តកូវយូទងមែនតើបាទអញ្ចឹងយើងបាញ់ទៅតែប្រើសារធាតុមួយចំនួនបាទសារធាតុមួយចំនួនដែលមានសមត្ថភាពខ្លាំងដើម្បីអាចកម្ចាត់តកូវយូទងបានបាទនេះបងប្អូនតកូវយូទងអញ្ចឹងឃើញកើតមានច្រើនតកូវយូទងនៅក្នុងតំបន់នេះចឹងបងប្អូនទាំងអស់គ្នាដែលដាំបន្លែស្លឹកមិនថាកាណាដើមមិនថាប្រភេទស្បៃបាទគឺនេះមួយទៀតបងប្អូននេះមួយទៀតបាទចឹងសូមប្រុងប្រយ័ត្នទាំងអស់គ្នាបាទមានតែពូមានច្រើនគួរសមដែរណាពូហើយយើងកំពុងតែបាញ់ថ្នាំទំញាស់ពូទំញាស់ហើយឃើញមានច្រើនទំញាស់ច្រើនឥឡូវយើងកំពុងតែបាញ់ថ្នាំទាំងអស់គ្នាបាទឃើញមានអំបៅក៏មានច្រើនដែរពូមានអំបៅទៅកៅយូទងចូលច្រើនអញ្ចឹងអរគុណបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទយើងជួបគ្នានៅវីដេអូក្រោយ